បាទសួស្តីបងប្អូនទាំងអស់គ្នានេះគឺជាវគ្គបន្តទៀតដែលខ្ញុំបានមកដល់សួនច្បារនៅខាងមុខអគារបាទសួនច្បារនៅខាងមុខអគារគឺស្អាតមែនទែនបាទពីមួយកន្លែងទៅមួយកន្លែងយើងឃើញថាទិដ្ឋភាពកាន់តែស្អាតទៅបាទការរៀបចំរបស់គេសម្រាប់ទស្សនាគឺស្អាតមែនទែនបាទអេបាទហើយនេះគឺជាសួនច្បារមួយនៅមុខខុនដូដែលខុនដូនេះគឺជាខុនដូខ្ពស់មានតម្លៃថ្លៃនៅក្បែរផ្សារដែរតែយើងឈានមកមុខតិចទៅដល់មាត់ទន្លេបាទឃើញថាការរៀបចំសម្រាប់ការទស្សនកិច្ចរបស់គេហ្នឹងគឺល្អបាទការតុបតែងសួនទាំងអស់នេះគឺសុទ្ធតែជាការសិប្បនិម្មិតឡើងទេបាទវាមិនមែនជាសួនធម្មជាតិនោះទេបាទប៉ុន្តែការរៀបចំរបស់គេហ្នឹងគឺវាមានទេសភាពស្អាតមានសណ្ដាប់ធ្នាប់បាទរៀបចំទៅគឺស្អាតមែនទែនគេរៀបចំនៅខាងមុខខុនដូហើយបើសិនជាបងប្អូនអញ្ជើញមកដល់ទីនេះហើយយើងថតបែរទៅខុនដូក៏ដូចជាថតបែរទៅរកអគារ82ជាន់បាទយើងឃើញថាគឺស្អាតមែនទែនបាទស្អាតសម្រាប់ទេសភាពនឹងបើបងប្អូនអញ្ជើញមកលេងនៅប្រទេសវៀតណាមកុំភ្លេចមកទស្សនាកន្លែងនេះដែរបាទផ្សារក៏ដូចជាសួនច្បារបាទវានៅមាត់ទន្លេផងដែរបាទយើងមើលទៅខាងមុខបន្តិចនោះគឺវាជាទន្លេគឺជាទន្លេសាយកនបាទហើយគេធ្វើនៅខាងមាត់ទន្លេគឺមើលទៅពេលដែលយើងមកដល់គឺខ្យល់អាកាសបរិសុទ្ធមើលទៅគួរឲ្យចង់រស់នៅតែម្ដងបាទហើយបងប្អូនទាំងអស់គ្នាមួយចំនួនគឺគាត់បានឡើងទៅផ្សារបាទហើយក្រុមមួយចំនួនក៏គាត់បានចុះមកសួនច្បារគាត់មក selfie គាត់មកថតលេងបាទអញ្ចឹងទេសភាពសប្បាយអរគុណច្រើនបងប្អូនទាំងអស់គ្នាបាទ